ពីកំហុសបច្ចេកទេសទៅជា fashion កប់ពពកផាបូកម្មធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាមួយនឹងខោរុំស្កុតតម្លៃខ្ទង់$1000ខ្លះជាប្រធានបទក្តៅកកុកពេញបណ្ដាញសង្គមតារាសម្ដែងប្រុសលំដាប់ជួរមុខលោកផាបូកម្មបានធ្វើឲ្យអ្នកគាំទ្រនិងអ្នកសារព័ត៌មានភ័ន្តភាំងភ្នែកមិនស្ទើរឡើយនៅក្នុងកម្មវិធីសម្ពោធហាង Pop Up របស់ Design កាលពីព្រឹកថ្ងៃទី23 មេសាកន្លងទៅនេះនៅទីក្រុងសេអ៊ូលបង្ហាញខ្លួននៅក្នុងនាមជាទូតសុតឆន្ទៈរួមជាមួយនឹងតារាស្រីល្បីឈ្មោះវ៉ាងជុងចាងវុនយ៉ុងលោកផាបូកម្មបានឆក់យកចំណាប់អារម្មណ៍ភ្លាមៗជាមួយនឹងរូបរាងដ៏សង្ហាម៉ូដសក់រួញបែបសិចស៊ីនិងស្មាដ៏ធំទូលាយប៉ុន្តែអ្វីដែលធ្វើឲ្យគ្រប់គ្នាផ្ដោតអារម្មណ៍បំផុតនោះគឺមិនមែនមានតែផ្ទៃមុខដ៏ល្អឥតខ្ចោះរបស់លោកឡើយគឺជារ៉ូបចង្កេះខោដ៏ចម្លែកដែលមើលទៅដូចជាស្កុតថ្លាមករុំជុំវិញចង្កេះជាច្រើនជាន់ភ្លាមៗនោះសារព័ត៌មានកូរ៉េល្បីៗរួមទាំង IMBC ផងដែរបានចុះផ្សាយរូបភាពរបស់លោកនៅក្នុងន័យបែបកំ ប្លែងនិងបង្អាប់បន្តិចបន្តួចថាប្រហែលជាដោយសារតែខោរបស់លោករលុងពេកទើបត្រូវបង្ខំចិត្តយកស្កុតមករុំទប់កុំឲ្យរបូតនៅកណ្ដាលកម្មវិធីអ្នកលេងបណ្ដាញសង្គម X Fighter ក៏បាននាំគ្នាដាក់ឈ្មោះឲ្យស្ទីលនេះថាជា fashion វិតមុនទៀតផងកុំអាសោចព្រោះការប៉ັດនៅពីក្រោយសម្លៀកបំពាក់នេះនឹងធ្វើឲ្យអ្នកហួសចិត្តលើសពីការស្មានឈុតដែលផាបូកម្មស្លៀកនេះគឺជាឈុត full look មកពីម៉ាកល្បីលំដាប់ពិភពលោក Maison Margiela ដែលល្បីខាងការរចនាបែបប្លែកៗនិងហ៊ានប្រថុយប្រថានខោបង្ការចលចលនេះមានឈ្មោះថា Thibaut Trasser ដែលមានតម្លៃរហូតដល់$2310ប្រហែលជា$2500ចំណុចដែលមើលទៅដូចស្កុតនោះគឺវាជាការរចនាដោយចេតនាដើម្បីបំបែកច្បាប់ទម្លាប់ fashion បែបបុរាណអាវស៊ូមីសូតមានតម្លៃ$1045គឺតម្លៃប្រហែលជា$1125លោកក៏បានពាក់ស្បែកជើង Mode Tabi ដែលជាសញ្ញាសម្គាល់ដ៏ល្បីរបស់ Margiela ផងដែរតែនេះគឺជាជោគជ័យរបស់ Maison Margiela ដែរឬទេចម្លើយគឺប៉ិតណាស់ក្នុងពិភព fashion បើគេមិននិយាយពីអ្នកនោះមានន័យថាអ្នកបរាជ័យការដែលផាបូកម្មហ៊ានក្រុងឈុតដែលបង្កឲ្យមានការយល់ច្រឡំនិងការជជែកដេញដោលពេញពិភពអ៊ីនធឺណិតបែបនេះគឺជាជោគជ័យដ៏ធំធេងនៅក្នុងការផ្សព្វផ្សាយម៉ាកសម្លៀកបំពាក់វាក៏បានបង្ហាញផងដែរថាផាបូកម្មលែងជាបុរសសង្ហាបែបសុភាពតែម្យ៉ាងទៀតហើយប៉ុន្តែលោកគឺជា fashion icon ដែលហ៊ានសាកល្បងអ្វីដែលថ្មីនិងប្លែកពីគេបំផុតទោះបីជាមានការបង្អាប់ពីដំបូងក៏ដោយប៉ុន្តែនៅទីបំផុតគ្រប់គ្នាត្រូវទទួលស្គាល់ថាមានតែផាបូកម្មប៉ុណ្ណោះដែលអាចស្លៀកខោរុំស្កុតនេះឲ្យមើលទៅនៅតែសង្ហានិងមានតម្លៃថ្លៃដល់ថ្នាក់នេះចុះប្រិមិត្តវិញយល់យ៉ាងណាដែរតើហ៊ានសាកល្បងម៉ូដខោរុំស្កុតដូច idol ដែរឬទេ